បាទសួស្តីប្រិយមិត្តនៅក្នុងរាត្រីនេះខ្ញុំមានជាតម្រុយបាល់3គូសម្រាប់យប់ថ្ងៃអង្គារបាទទី24គឺជាការប្រកួតនៅក្នុងក្របខ័ណ្ឌ FIFA Club World Cup 2025ជុំទី3ដែលជាជុំផ្ដាច់ព្រាត់ហើយបងប្អូនណានៅក្នុងរាត្រីនេះគឺជាការប្រកួតសំខាន់មែនទែនហើយតម្រុយបាល់3គូរបស់យើងនៅក្នុងរាត្រីនេះគូដំបូងគេគឺផ្ដោតទៅលើក្រុម Bayern Munich ត្រូវប៉ះគ្នាជាមួយនឹង Benfica ណាបងប្អូន Benfica ត្រូវប៉ះគ្នាជាមួយ Bayern Munich នៅវេលាម៉ោង2រំលងអាធ្រាត្រយប់ថ្ងៃអង្គារឈានជុំថ្ងៃពុធនេះហើយសម្រាប់គូទាំងពីរនេះខ្ញុំ recommend ឲ្យបងប្អូនលេងយក Benfica រងបងប្អូនណាយក Benfica រងកន្លះដាច់បើយន់តឲ្យតែកន្លះដាច់ទេទៅលើ Benfica មូលហេតុគឺមានច្រើនផងដែរប៉ុន្តែដោយសារតែថ្ងៃនេះខ្ញុំមានពេលវេលាខ្លីមែនទែនអត់មានពេលវេលាកាត់តអញ្ចឹងខ្ញុំនិយាយតែលទ្ធផលយកតែម្ដងអត់បានវិភាគពីស្ថានភាពកីឡាករប្រវត្តិអីច្រើនទេបងប្អូនណាអញ្ចឹងអធិស្ឋានបាទអញ្ចឹងអ្វីដែលយើងផ្ដោតលើសំខាន់គឺ Bayern Munich គាត់ឈរនៅលេខ1បាទ Pool B ពូ C អធិស្ឋានបងប្អូនណាយប់នេះគឺប្រកួតនៅក្នុងពូ C និងពូ D អញ្ចឹងបើយកមកនេះគឺឈរនៅលេខ1មាន6ពិន្ទុពេញហើយអញ្ចឹងនៅក្នុងរាត្រីនេះមិនខ្វល់ថាគាត់ចាញ់មិនថាខ្វល់ស្មើមិនខ្វល់ថាឈ្នះទេគឺបើយកមកនេះនឹងឡើងទៅ direct តែម្ដងណាសម្រាប់បើយកមកនេះបងប្អូនអញ្ចឹងក៏អត់ខ្វល់ខ្វាយទេបាទអ្វីអ្នកដែលខ្វល់ខ្វាយគឺក្រុម Benfica បងប្អូនណា Benfica ក៏មិនសូវជាខ្វល់ខ្វាយបាទ Benfica យប់នេះបានត្រឹមតែស្មើគ្នាជាមួយបើយកមកនេះគឺឡើងទៅទាំងពីរអ្នកតែម្ដងណាបងប្អូនណាអញ្ចឹងខ្ញុំគិតថាបើយើងយប់នេះគាត់លេងដូចជាមិនចាំបាច់ត្រូវការបន្ទុកច្រើនពេកទេបងប្អូនព្រោះគាត់ឡើងទៅហើយអញ្ចឹងពេលខ្លះគាត់ទុកផ្ដល់ឱកាសទៅឲ្យ Benfica ផងដែរអាចនឹងដឹកដៃគ្នាឡើងទៅវគ្គ16ក្រុមចុងក្រោយអញ្ចឹងណាបាទគណៈពេលដែល Boca Juniors គឺមានតែមួយបន្ទុកទេបងប្អូនណាអញ្ចឹង Boca Juniors ត្រូវប៉ះគ្នាជាមួយនឹង Auckland City បាទគូនេះក៏អាចនិយាយថា Boca Juniors មានអត្រាឈ្នះខ្ពស់ប៉ុន្តែគ្រាប់តក៏ច្រើនដែរសម្រាប់ Boca Juniors ជាមួយនឹងក្រុម Auckland City នេះអញ្ចឹងសម្រាប់នៅក្នុង Pool C នេះបាទខ្ញុំគិតថាបើយកមកនិចនឹងស្មើគ្នាជាមួយនឹង Benfica ហើយគេដឹកដៃគ្នាឡើងទៅវគ្គ16ក្រុមចុងក្រោយណាបងប្អូនប្រយ័ត្នតែ Benfica C បាទព្រោះបើយកមកនិចអត់មានត្រូវការឈ្នះអីទេបាទចាញ់ទោះចាញ់គាត់ឡើងដែរហ្នឹងជាការប្រកួតនៅក្នុងពូ C នេះបងប្អូនណាអញ្ចឹងខ្ញុំបញ្ជាក់ដល់ទៀតគូនេះគឺយើងយករងកន្លះដាច់សម្រាប់ Benfica អរគុណច្រើនបាទហើយមួយគូទៀតគឺយើងលេងគូ Chelsea ជាមួយនឹងក្រុម Esperance បាទ Esperance នេះគឺជាក្លឹបរបស់ប្រទេសទុយនេស៊ីបងប្អូនណាសម្រាប់គូនេះគឺខ្ញុំ recommend ឲ្យបងប្អូនវាយបងប្អូនណាវាយ Chelsea តែម្ដងមួយគ្រាប់កន្លះបាទតមគ្រាប់កន្លះទៅលើតៅខៀវ Chelsea បងប្អូនគឺយ៉ាងណាដែរហើយសម្រាប់ក្រុម Esperance នេះគឺមានបន្ទុកស្មើគ្នាជាមួយនឹងតៅខៀវ Chelsea បងប្អូនណាគឺមានបន្ទុកស្មើគ្នាអញ្ចឹងយប់នេះបើក្រុមណាឈ្នះនឹងឡើងទៅវគ្គបន្តហើយសម្រាប់ក្រុម Los Angeles FC គឺចប់ហើយបាទអញ្ចឹងនៅក្នុងពូ D នេះមានដូចជា Flamingo មានដូចជា Chelsea ក៏ដូចជា Esperance ក៏ដូចជា Los Angeles ណាអញ្ចឹងក្រុមដែលយើងមើលឃើញថានឹងឡើងទៅវគ្គបន្តមុនគេគឺបាទ Flamingo របស់ប្រទេសប្រេស៊ីលបាទ Chelsea ជាមួយ Esperance នេះកំពុងតែប្រជែងគ្នាសម្រាប់គូនេះគឺខ្ញុំគិតថាយប់នេះគឺ Chelsea ឈ្នះហើយបងប្អូនណាមិនអាចនឹង Esperance មកយកឈ្នះទៅលើ Chelsea បានទេអញ្ចឹងយប់នេះមកខកកន្លះគឺយើងវាយទៅលើ Chelsea គឺល្អបំផុតបងប្អូនណាសម្រាប់គូតៅខៀវ Chelsea ហើយមួយគូទៀតគឺក្រុមបាទ Flamingo ជាមួយនឹង Los Angeles FC បាទ Flamingo ជាមួយ Los Angeles នេះ Flamingo ធ្វើទៅបិទតែគាត់មានបន្ទុកដាច់ហើយបាទឡើងទៅវគ្គ16ក្រុមរួចរាល់ហើយប៉ុន្តែបាទយ៉ាងណាក៏ដោយសម្រាប់ក្រុមរបស់ប្រទេសប្រេស៊ីលបើយើងនិយាយពីរឿងយោបាយបាទប្រេស៊ីលជាមួយអាមេរិកអត់សូវត្រូវគ្នាទេបងប្អូនណាអញ្ចឹងប៉ះគ្នាមិនថាស្អីទេពាក្យច្រើនច្រើនតែសង្គ្រាមអញ្ចឹងក្រុមទាំងពីរខ្ញុំជឿថា Flamingo ធ្វើទៅបិទតែគាត់ឡើងប៉ុន្តែក៏អត់ទុកជើងជាមួយនឹងបាទ Los Angeles FC ទេបាល់នឹងអាចនឹងយកឈ្នះទៅលើ Los Angeles FC ទៀតអាចនឹងលទ្ធផល2-0អាចនឹង3-0ឬក៏2និយាយទៅគឺលទ្ធផលគឺ Flamingo នឹងឈ្នះនៅក្នុងយប់នេះជំនួសទៅលើ Los Angeles FC បងប្អូនណាព្រោះFlamingo ជាក្រុមខ្លាំងមួយដែរបាទហើយ Los Angeles FC គាត់អត់មានទឹកចិត្តលេងទេគាត់គឺសូនបន្ទុកអញ្ចឹងទូគាត់ជាប្រឹងយ៉ាងណាក៏វាមិនអាចទៅរួចដែរបាទអញ្ចឹងសម្រាប់គូនេះខ្ញុំ recommend ឲ្យបងប្អូនវាយ Flamingo បងប្អូនមក3គូហើយសម្រាប់ Boca Juniors ជាមួយនឹងក្រុម Auckland City នេះបាទ Boca Juniorsគាត់ជាឈ្នះឲ្យបងប្អូនបាទតគ្រាប់ច្រើនណាបងប្អូនណាបាទត5កន្លះអីណោះបាទ5កន្លះ6អីអញ្ចឹងយើងពិបាកលេងរងក៏មិនកើតដែរព្រោះក្រុម Auckland City នេះបាទក្រុម Nazi ក៏
ក្រុមណាលេងជាមួយគាត់ក៏ឈ្នះគាត់ដែរបាយ័នដាក់10-0បាទ Benfica ដាក់6-0 អញ្ចឹងយប់នេះមិនស្រួល6-0ជាមួយនឹងក្រុម Boca Juniors ទៀតបាទបាទចាំបងប្អូនស្រឡាញ់ Boca Juniors ក៏វាយទៅបងប្អូនវាច្រើនពេកអញ្ចឹងគូដែលតក្របច្រើនពេកខ្ញុំពិបាកលេងណាបងប្អូនណាអញ្ចឹងមាន13គូនឹងចែកជូនបងប្អូនអរគ្នាទី1គឺយក Benfica រង Bayern Munich កន្លះដាច់បាទគូទី2គឺវាយ Chelsea បាទគូទី3គឺវាយ Flamengo របស់ Brazil ជាមួយ Don Chelan អរគុណច្រើនហើយកុំភ្លេច join channel Telegram របស់ខ្ញុំម្នាក់មួយនៅក្នុង pin comment សម្រាប់ Facebook នេះបងប្អូន YouTube អាច join នៅក្នុង description បាទបងប្អូន TikTok អាច join bio ទៅណាដើម្បីមើលការ live បន្តបាត់ទាត់ក៏ដូចជាការវិភាគកីឡាការទម្លាក់គូល្អៗផងដែរបាទព័ត៌មានកីឡាផ្សេងៗអរគុណច្រើនសូមគោរពលា